ចំណងជើងរឿងហ្វូងកង្កែបនិងការប្រកួតឡើងបង្គោលដែកកាលពីព្រេងនាយមានការប្រកួតប្រជែងមួយត្រូវបានបង្កើតឡើងនៅក្នុងភូមិកង្កែបគោលដៅគឺត្រូវឡើងទៅលើកំពូលបង្គោលដែកដ៏ខ្ពស់បំផុតនិងរអិលបំផុតមានកង្កែបជាច្រើនបានចូលរួមប្រកួតនៅពេលការប្រកួតចាប់ផ្ដើមហ្វូងកង្កែបដទៃទៀតដែលមកមើលក៏ចាប់ផ្ដើមស្រែកឡូឡាថាអូយខ្ពស់ណាស់គ្មានអ្នកណាធ្វើបានទេមើលចុះបង្គោលនឹងរអិលណាស់ប្រយ័ត្នធ្លាក់មកបាក់បោះបង់ទៅវាមិនអាចទៅរួចឡើយយាសម្ដីទាំងនោះកង្កែបដែលកំពុងឡើងចាប់ផ្ដើមអស់កម្លាំងចិត្តហើយធ្លាក់ចុះមកដីម្ដងមួយប៉ុន្តែមានកង្កែបតូចមួយក្បាលនៅតែបន្តឡើងយ៉ាងខ្លាំងក្លាទោះបីជាអ្នកជុំវិញស្រែកថាមិនអាចយ៉ាងណាក៏ដោយចុងក្រោយកង្កែបតូចនោះក៏បានទៅដល់កំពូលបង្គោលដោយជោគជ័យកង្កែបដទៃទៀតឆ្ងល់ណាស់ក៏ចូលទៅសួរថាតើឯងមានអាចកំបាំងអ្វីទើបអាចឡើងទៅដល់ទីនោះបានការពិតទៅកង្កែបតូចនោះគឺជាកង្កែបថ្លង់វាមិនបាននាសម្ដីបំបាក់ទឹកចិត្តសំបីតែមួយម៉ាត់រាល់ពេលដែលគេស្រែកថាមិនអាចវាស្មានតែគេកំពុងស្រែកផ្ដល់កម្លាំងចិត្តឲ្យវាទើបវាខំប្រឹងរហូតដល់ទទួលបានជោគជ័យមេរៀននៃរឿងដើម្បីសម្រេចគោលដៅធំក្នុងជីវិតពេលខ្លះអ្នកត្រូវធ្វើជាមនុស្សថ្លង់ចំពោះសម្ដីអវិជ្ជមានឬការរិះគន់ដែលគ្មានន័យកុំឲ្យសម្លេងរបស់អ្នកដទៃមកបំបាក់ក្ដីស្រមៃរបស់អ្នកប៉ុន្តែត្រូវរក្សាជំនឿចិត្តនិងបន្តដើរទៅមុខរហូតដល់ទីដៅចំណុចសម្រាប់វិភាគបង្គោលដែលកអិលតំណាងឲ្យឧបសគ្គនិងភាពលំបាកនៃគោលដៅដែលយើងចង់បានហ្វូងកង្កែបដែលស្រែកបង្អាក់ជានិមិត្តរូបនៃមតិអវិជ្ជមានពីមជ្ឈដ្ឋានជុំវិញភាពថ្លង់តំណាងឲ្យការជ្រើសរើសមិនស្តាប់ selective hearing នៅអ្វីដែលមិនផ្ដល់ប្រយោជន៍ការអនុវត្តតើមានរឿងអ្វីខ្លះដែលអ្នកចង់ធ្វើតែត្រូវខកខានដោយសារបារម្ភពីសម្ដីអ្នកដទៃ